សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកមើលវីដេអូបូមត្រីវិញម្ដងមកម្ដងគឺធ្លាប់តែឃើញខ្ញុំចេញវីដេអូថតអីប្លែកៗបានមនុស្សចម្លែកមុខមាត់ដូចស្វាយអញ្ចឹងប៉ុន្តែវីដេអូនេះគឺពាក់ព័ន្ធទៅនឹងការបូមត្រីដោយសារតែខ្ញុំឃើញគេបូមត្រីបានច្រើនពេកអញ្ចឹងក៏ចែកម្លែកវីដេអូទៅកាន់បងប្អូនអរគ្នាទស្សនាកំសាន្តតែម្ដងបាទខ្ញុំឈរមើលគាត់បូមត្រីបាទទឹកដីខាងខេត្តពោធិ៍សាត់កំពង់ឆ្នាំងនេះគឺថាសបោស្រះមែនតែនសបោអាទឹកគេហៅទឹកក្លុកបងប្អូនខ្លះគេហៅដងខ្លះគេហៅស្រះខ្លះគេហៅប៊ីអីអញ្ចឹងណានងគេហៅអីខ្លះបងប្អូនខ្ញុំមិនដឹងគេហៅអីទេប៉ុន្តែខាងក្រោយនេះគឺថាត្រីច្រើនមែនតែនមកនៅអាស្រះក្រោយតែគាត់ទូចទេមិនធំហ្មងទេហើយទឹកក៏រាក់ដែរយើងបូមបានប្រហែលជា2ម៉ោងផងទឹករីងបដាបាត់ហើយហើយមើលពូក៏ចោះចាប់ត្រីបងប្អូនយើងចោះបាកាផ្លោកចេញអញ្ចឹងក៏មានត្រីដែរអានេះមានប្រើឧបករណ៍ឆក់ហើយក៏អត់មានប្រើសំណាញ់វាក៏ប្រើអីទេគឺចាប់ត្រីទៅក្នុងទឹកទាំងរស់តែម្ដងបងប្អូនគាត់ថាយើងបូមទឹកចេញទៅវារៀងរីងទឹកខ្លះអញ្ចឹងណាយើងចាប់ដើមចោះចាប់ត្រីយកកញ្ឆេងឲ្យដុះអញ្ចឹងទៅហើយលពូក៏ទាញអាកាផ្លោកហ្នឹងគឺត្រីនៅខាងក្រោមកាផ្លោកនេះច្រើនតែម្ដងបងប្អូនសិតត្រីផ្ទក់1គីឡូជាងក៏មានដែរបាទធំមកត្រីរស់ហើយណោះបាទហើយបងប្អូនឃើញនេះប្រកាច់អញ្ចឹងគឺត្រីយើងឃើញខ្វះក៏មែនទេតែខ្ញុំអ្នកអំពេញក៏ដែរបានចាប់ត្រីយ៉ាងទេមិនមែនអួតអាងយើងអ្នកអំពេញអីកូនអ្នកមានអត់ទេគ្រាន់តែខ្ញុំមិនដែរបានមានឱកាសមកចាប់ត្រីយើងក៏សប្បាយម្យ៉ាងដែរវាលំហាយខួរក្បាលយើងវាធ្វើយើងកាត់ stress ហើយយើង relax ដែរបងប្អូនត្រីធម្មជាតិស្រស់ៗណាបាទហើយត្រីធំទេបងប្អូនធំទេមិនទូចណាបាទខ្ញុំអ្នកថតហ្នឹងក៏មើលពីលើទៅក៏ឃើញគ្រឹះនេះអាត្រីវារួចពីដៃអូនហ្នឹងទៀតតែយើងឃើញគ្រឹះហើយកំពុងតែចាប់ត្រីហ្នឹងមិនទាន់ដល់មកមានអាត្រីវាហែមកទេនេះបងប្អូនវាពុលទឹកដោយសារតែទឹកនេះវាទឹកមិនសូវហ្មងតែផុកច្រើនអញ្ចឹងទៅពេលដែលគេបូមទឹកអស់ត្រីវាចាប់ដើមពុលវាពុលផុកដែលយើងដើរហ្នឹងហើយជួនកាលលពូក៏ដើរជន់ត្រីទៅហ្មងបងប្អូនត្រីនៅក្រោមជើងហ្នឹងមានត្រីផ្ទក់ត្រីដែងនិយាយថាត្រីនេះជាតិបងប្អូនណាត្រីធម្មជាតិអញ្ចឹងយើងធ្លាប់តែហូបអត្រីគេចិញ្ចឹមបាទត្រីគេចិញ្ចឹមនៅខាងព្រែកតេនេះអញ្ចឹងណាបាទតែពេលយើងមកបានឃើញផ្ទាល់ភ្នែកត្រីហ្នឹងមានពងបងប្អូនហើយពងធំណាបាទហើយត្រីមានត្រីដែងមានត្រីផ្ទក់មានកែបហើយមានតុងតែអ្នកខ្លះអត់ហូបតុងគេខ្ពើមគេអញ្ចឹងបាទខ្ញុំឆ្ងាញ់បងប្អូនតុងធម្មជាតិអញ្ចឹងបាទយើងកាប់វាពីក្នុងផុកហ្នឹងមកតុងហើយបងប្អូនឃើញអញ្ចឹងនៅតាមលើកាផ្លោកនេះសិតតែត្រីវាលូនជូនកាផ្លោកហ្នឹងកុំឃើញឆ្ងល់ទេពូក៏ចាប់អីគេហ្នឹងមកគាត់បាកាផ្លោកហ្នឹងគាត់បាឃើញត្រីក្នុងហ្មងត្រីវាពុលវាចេះឈ្មុលចូលក្រុមតកួនក្នុងកាផ្លោកគ្រាន់តែវែកក្រុមកាផ្លោកក្រុមតកួនបានត្រីមកកណោបងប្អូនខ្ញុំចង់ចែកម្លែកបងប្អូនអរគ្នាជីវិតបងមនុស្សយើងមានពេលខ្លះយើងស្មុគស្មាញជាមួយនឹងការងារនៅទីក្រុងច្រើនណាការងារ office ការងារប្រើគោះក្បាលឬគណៈនៃជាដើមជីក្បាលមែនតើអញ្ចឹងមានពេលខ្លះយើងគួរតែសាកថ្មជីវិតរបស់យើងដែលយើងអាសានិយាយទៅសាកថ្មហ្នឹងណាគឺយើងចេះសាកទូរស័ព្ទសាក power bank បានយើងសាកថ្មឲ្យខ្លួនឯងខ្លះមើលឲ្យវាមានអារម្មណ៍ថាកាត់ stress ខ្លះឲ្យលំហាយគូក្បាលខ្លះកុំឲ្យធ្វើការពេកចេះតែចង់ចេះតែរលុយពេកគេថាការពីនៅក្មេងយកកម្លាំងដោយយកលុយដល់ពេលចាស់ទៅយកលុយទៅទិញសុខភាពទិញអត់បានទេអញ្ចឹងយើងគួរតែសុបាយខ្លះលំហាយគូក្បាលខ្លះហើយយើងធ្វើអីកុំឲ្យប៉ះពាល់ដល់សង្គមជាតិយើងអាប់អន់កិត្តិយសរដ្ឋាយើងកុំឲ្យប៉ះពាល់ដល់សង្គមគ្រួសារយើងសង្គមគេស្អប់ខ្ពើមនេះបានទេបាទយើងកំលួចឆក់ប្លន់គេយករបស់គេជួយតោគ្រឿងញៀនពើខុសច្បាប់នេះហើយនិយាយពីថាអាពេលកំពុងឲ្យចាប់នឹងនិយាយពីសបាយអើយសបាយបានប្លុកផុកបងប្អូនឃើញហ៎ដើរជាប់ផុកមើលប្រហែលឆ្នាំបានប្លុកផុកចឹងម្ដងបាទថាសបាយមែនតើសបាយអាពេលប្លុកផុកអាចាប់ត្រីអត់បានយើងបាចផុកបាចនេះដាក់គ្នានឹងហើយអាពេលយើងឃើញត្រីវាកំពុងប្រកាច់កំពុងតែវាគេថាវារុលរកកន្លែងទឹកល្អណាហើយចឹងយើងវាឃើញវាទ្រាត់បានក្នុងចិត្តយើងចិត្តតែមានអារម្មណ៍ណាចង់ទៅចាប់វាបានហើយចង់ប្លុកទឹកលេងផងបងប្អូនគ្នាយកកញ្ឆេងទៅដុសក៏បានដែរត្រីក្នុងហ្នឹងបាទច្រើនណាស់អញ្ចឹងវាខ្វះកវាសុបាយបាទហើយវាកាត់ stress ក្នុងខួរក្បាលយើងដែរបាទហើយដល់ពេលយើងចាប់បានហ្នឹងហើយយើងយកមកអាំងលើចក្រានបាទវាមានខ្លាញ់ហូរមកតក់និយាយវាថាតែវាជាតិបាទផ្ទាប់ជាមួយនឹងអាអំពិលបុកយកមកស្លមកជូរអីមានពងមានអីអស់ទាស់បងប្អូនឆ្ងាញ់ឲ្យធ្វើទឹកគ្រឿងក៏បានធ្វើទឹកសម្លនំបញ្ចុកខ្មែរយើងក៏បានបាទព្រោះត្រីធម្មជាតិទាំងអស់បាទអញ្ចឹងទេបងប្អូនអរគ្នាដែលធ្លាប់មានជីវិតបែបហ្នឹងប្រហែលជានឹកឃើញហើយពេលដែលភ្លៀងធ្លាក់មកមានឮសូរសំឡេងផ្គរលាន់ធ្វើសូរសំឡេងក្តាមខ្យងក្អាត់កង្កែបអីវាយំណាបាទហើយយើងនឹកដល់ស្រុកកំណើតយើងមែនទែនជាពិសេសគឺបងប្អូននៅនាយសមុទ្រឯណោះបាទ
ในรถนึกของสหรัฐอเมริกจังกดไปเดบานเคยมีโอใบเป็นจังกดนักเคยสมัยกาไปในเขมรในโตจังอ่ะบ่าอันนี้บางคนเคยนี่ไตรจะจวนเชิงก็บางคนก็ดาวเยอะดาวจวนเชิงthấy วิโจตัวน้องปลอดดานเชิงอย่างพวกนี้นี่วิโลดมาจังก็ยังเคยยังวิคว้าก็วิถ่ายยังขนาดนี้บางคนนั่งแต่เผลอไปซ้อมบางคนไปขนาดนี้ต่อเราจะดับสำเร็จยังดับสำเร็จตัวออกเลยบางคนต่อnó thấu vào đâu nó bán đó nó ngon cho chơi thì con gót chơi thì con gót chờ mà bạn đấy cái chứ nè mà vì tối nay mà tha ọt mà trâu sầm lế như có tha ọt miền ấy khá pi sầm lế mà sân đang tề bằng bồn mà sân đang lưu số krung krang đồng kha là bồn ọt bàn tề bà ọt pi mà sân đang sầm lế không anh bị sẽ chốt chạ bên đang là sao vì khơi tây vì khoa có nè bà hay xé này cứ tầm hôm ọt tràn thế bà chỉ dần chờ nó phèm nọc mày từ tầng vía hay mục vía bà hay chị aiปรามายที่อัดทมมาในเสียนั่งให้ตักก็ตักแตกได้ปนพกไว้ทำจะกุ้งมองบอลให้มีนหมายดอหมายแก้วที่มองบอลคือสะอาดนะให้เสียนี่คือกิจราทอมาเชียดบาในทางมาชักกดเอาได้มีนเปมาบองมาโบไม่เต้จนtớiก็ยืนเคยก็จ่าของสองภูมินั่งยังปะบูก็tớiยังจองเคยยังส้มก็ทอดก็ทำไอ้จำก็โบมไปแช่มาเส้นมาเพลทไปให้เจียปีเหมาตักริ่งจับไตรบานบัดให้ไตรบานของโอนาจานกูซ้อมไปให้จีchỗ 10 kg ជាង 20 kg ទៅដឹងខ្ញុំត្រូវបានដឹងនេះប៉ុន្តែប្រហែលជាប៉ុណ្ណឹងមកតាមស្មានមើលបាទហើយលពូក៏ចាប់ត្រីឡើងធ្លាក់ខោចេញគូដាក់គេបងប្អូនបាទអត់ក៏អត់ចាប់អារម្មណ៍មើលអាខោក៏ធ្លាក់ចេញគូដាក់គេបាទហើយជាខំប្រឹងចាប់ត្រីទៀតនេះបងប្អូនឃើញទេត្រីចាប់តាំងពីព្រឹកសំទោសចាប់តាំងពីថ្ងៃត្រង់ព្រោះយើងចាប់ផ្ដើមបូមយើងបូមនៅម៉ោង 10 ព្រឹកអីហើយអញ្ចឹងវារៀងនៅម៉ោងប្រហែលជា 2:10 បាទគាត់អត់ចោះទៅញ៉ាំបាយទេក៏ចាប់ឲ្យទាំងចឹងទៀតចាប់រហូតទៅដល់ល្ងាចទៅដល់យប់ទៀតបាទចាប់បានត្រីម្សាទៅម្សាចោះមកយកម្សាទៀតដល់ពេលដែលយើងចាប់អស់ម្សាទៅវាត្រីវាពុលវារត់ឃើញយើងរត់ត្រីមិនឃើញដល់ពេលយើងក្តៅតិចវាថ្ងៃក្តៅផងហើយត្រីវាពុលទៅវាចាប់ដើមបង្រះឬសូព្រុសអញ្ចឹងទៅយើងទៅតើវែកតាមកប្លោកដូចបងប្អូនបានឃើញរូបភាពអញ្ចឹងចេះតែវែកទៅឃើញបាទឃើញត្រីផ្ទក់ឃើញត្រីណែងឃើញត្រីរស់អីចឹងទៅមានត្រីក្រាញ់បើត្រីក្រាញ់ផង 3-4 ថ្នប់ដៃហើយសិតតាពងបងប្អូនគឺពងថាវាអត់មានតាណាប៉ុន្តែស្រុកនេះនៅពេលដែលខែទឹកឡើងទឹកវាឡើងមកវាលិចអស់ហើយអញ្ចឹងត្រីដែលមកនៅក្នុងនេះគឺធ្វើត្រីទលេវាមកនៅនឹងដល់ពេលទឹកឡើងមកដល់ពេលទឹកស្រកទៅវិញទៅត្រីនៅនឹងហើយបងប្អូនឃើញអញ្ចឹងកុំគិតថាទឹកនឹងត្រីហូបបង្កើតទឹកនឹងស្អុយឃើញផុកអញ្ចឹងអត់ទេបងប្អូនទឹកធម្មតាបើសិនជាត្រីពណ៌ខ្មៅតែទឹកល្អគឺត្រីពណ៌ខ្មៅហើយតែបើទឹកនឹងរៀងថ្លាក៏ត្រីខ្មៅដែរដោយសារតែទឹកថ្លាយើងមើលរៀងខ្មៅតែបើសិនទឹកនឹងលក្ខណៈដូចខួនដែរគេហៅថាពណ៌ដីអញ្ចឹងត្រីក៏ពណ៌តាមទឹកដែរអញ្ចឹងបងប្អូនចំណាំត្រីពណ៌អីទឹកគឺពណ៌ហ្នឹងហើយបើទឹកពណ៌រៀងខៀវចេះត្រីក៏រៀងខ្លួនរៀងខៀវដែរដោយសារថាអានេះស្លាយបងប្អូនស្លាយក៏ផ្លោកស្លាយចកស្លាយតកូនហ្នឹងវាធ្វើឲ្យត្រីហ្នឹងវាពណ៌ទៅតាមហ្នឹងដែរនេះហេពូបកាយចាប់មែនតើគាត់ចាប់ត្រីដែរគាត់បកាយចាប់ដៃគាត់ហ្នឹងមានថ្មុងមានអីគាត់ចាប់បាទហើយបើយើងមិនបកាយចាប់មកគាត់ចាប់បានមកបងប្អូនឃើញទេជាមួយពីចង្អៃឃើញទូចេះប៉ុន្តែត្រីធំមែនតើបាទមើលគាត់ចាប់សបាយមកមើលទៅហើយយើងនៅលើចង់ឲ្យចោះទៅចាប់ដូចគាត់ដែរតែយើងមិនចេះចាប់ត្រីខ្ញុំឲ្យខ្ញុំចោះចាប់ត្រីស្រាច់បងប្អូនអើយចាប់បានតែត្រីទូចអីបើថាត្រីក្រាញ់ត្រីផ្ទុកអីយើងចាប់បានទេម្នាក់បងប្អូនឃើញយើងឃើញខ្វាកហ្មងត្រីវាហែមកឲ្យយើងហ្មងហើយចឹងបងប្អូនក៏ចាប់យកអាធុងហ្នឹងអាហ្នឹងដូចធុងដាក់សម្រាមហ្នឹងអីមិនដឹងទេបងប្អូនសុំទោសដឹងធុងអីបាទជាដូរដាក់ទៅបាទអត់មានបកីអត់មានកជើអត់មានឆឹបអីអូសត្រឹមទៅបាទដូរចឹងហ្មងប៉ិនសបាយបងប្អូនអើយយើងឃើញរូបភាពហ្នឹងសបាយមែនតើអញ្ចឹងបងប្អូនដែលមានស្រះគូទៅចាប់ដើមបូមទៅនេះឃើញទេខែហ្នឹងខែភ្លៀងហើយទៅអត់បូមត្រីទឹកភ្លៀងមកពេញត្រីចេញអស់បាទមានស្រះមានអីទៅអត់បូមត្រីចេញអស់ហើយអត់នៅទេ
បាទជាថ្មីម្ដងទៀតវីដេអូរបស់ខ្ញុំក៏អត់មានអីច្រើនដែរគឺមានតែប៉ុណ្្នឹងឯងខ្ញុំក៏ចង់បង្ហាញបងប្អូនអរគ្នាឲ្យបានទស្សនាទស្សនវិជ្ជានៃការបូមត្រីបាទបងប្អូនខ្លះក៏គាត់ធ្លាប់បានបូមត្រីខ្លួនឯងហើយខ្លះក៏គាត់ធ្លាប់បានមើលវីដេអូអញ្ចឹងក្លប់មកច្រើនដែរអញ្ចឹងអាចមិនសូវចូលចិត្តមើលក៏ថាបានតែសម្រាប់បងប្អូនដែលចូលចិត្តនិងគាំទ្រវីដេអូខ្ញុំគាត់តែងតែមើលគាត់តែងតែ like តែងតែ subscriber តែងតែចាំមើលវីដេអូថ្មីថាតើខ្ញុំមានផលអីទៀតនិងខ្ញុំថតអីដើម្បីចែកជូនបងប្អូនអរគ្នាទស្សនាបាទពីខ្ញុំទៅវិញគឺខ្ញុំមានតែម្រាមដៃ10អរគុណបងប្អូនដែលគាំទ្រខ្ញុំហើយក៏សូមអធិស្ឋានចំពោះការថាតិបាយដោយការ voice សម្លេងនេះគឺមិនមានបានត្រៀមសម្លេងអីទុកជាមុនទេគឺយើងទៅថតមកមិនយើងឃើញវីដេអូមិនគឺយើងនិយាយបែបហ្នឹងទៅវិញគឺបែបធម្មជាតិរៀលតែម្ដងអញ្ចឹងបើសិនជាខ្ញុំនិយាយទៅមានខុសទាស់កន្លែងណាកាយវិការពាក្យសម្ដីមិនសមរម្យសម្លេងមិនសូវពីរោះក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនក៏ដូចជា fan ដែលនិយមតាមដានទស្សនានៅវីដេអូរបស់ខ្ញុំនៅក្នុង channel របស់ខ្ញុំតតែម្ដងហើយក៏សូមសំណូមពរទៅកាន់បងប្អូនដែលមិនទាន់បានចុច subscribe មិនទាន់បានចុច follow page ដូចជា channel របស់ខ្ញុំក៏សូមជួយចុច subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពេលដែលខ្ញុំផុសមកគឺបងប្អូនបានឃើញមុនគេតែម្ដងហើយបើសិនជាបងប្អូនមានមតិយោបល់អ្វីនៅក្នុងវីដេអូរបស់ខ្ញុំនីមួយៗបងប្អូនអាច comment នៅខាងក្រោមនឹងបានរាល់មតិយោបល់របស់បងប្អូនអរគ្នាគឺជាការកែលម្អរបស់ខ្ញុំហើយបើសិនជាបងប្អូនអាណិតឆ្លាញ់ចូលចិត្តខ្ញុំចង់គាំទ្រខ្ញុំចង់ប៉ាវខ្ញុំញ៉ាំកាហ្វេបងប្អូនអាចបរិច្ចាគតាម QR code នៅក្នុង channel នឹងបានឬក៏ខ្ញុំនឹងដាក់ QR code ខ្ញុំនៅលើវីដេអូតែម្ដងដើម្បីបងប្អូនអរគ្នាអាចប៉ាវញ៉ាំកាហ្វេដើម្បីខ្ញុំនឹងផ្តិតយកវីដេអូរូបភាពផ្សេងទៀតឬក៏ពាក់ព័ន្ធទៅនឹងរឿងអីថ្មីចម្លែកបងប្អូនធ្លាប់បានឃើញនៅជុំវិញស្រុកខ្មែរយើងហ្នឹងមកចែកជូនបងប្អូនអរគ្នាទស្សនាកំសាន្តបាទហើយក៏សូមជូនដំណឹងទៅកាន់បងប្អូនដែរថាបើសិនជាបងប្អូនណាបានជួបឬក៏បានឃើញឬក៏បានឮបានដឹងនៅព័ត៌មានមនុស្សដែលមានគេថារូបរាងចម្លែកឧទាហរណ៍ដូចជាមនុស្សដែលមានមុខមាត់ដូចនឹងសត្វស្វាបាទរូបរាងមនុស្សប៉ុន្តែមុខមាត់ដូចស្វាឬក៏មនុស្សដែលចាំជាតិឬក៏មនុស្សដែលមានដៃខ្លីជើងខ្លីខុសពីធម្មតាឬក៏មានអវយវៈកាយសម្បទានឬក៏ទូរគតជនអីបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ015 44 32 68 015 44 32 68ឬក៏អាចតាក់ទងមកក្នុង channel comment ក្នុង channel ក៏បានដែរភូមិឃុំគាត់នៅកន្លែងណាខ្ញុំនឹងចុះទៅដល់ទីនោះផ្ទាល់ដោយសារតែពេលដែលខ្ញុំចុះទៅដល់ទីតាំងគាត់ផ្ទាល់ទីមួយខ្ញុំអាចផ្សព្វផ្សាយពីគាត់អាចឲ្យបងប្អូនយើងសប្បុរសជនទាំងក្នុងស្រុកទាំងក្រៅស្រុកគាត់អាចបរិច្ចាគអាចចូលរួមជួយជាគ្រឿងឧបភោគបរិភោគឬក៏ជាថវិកាជាដើមអាចជួយកាត់បន្ថយបន្ទុករបស់គាត់ដែរអញ្ចឹងបងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈការផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទខ្ញុំឬក៏ Telegram ខ្ញុំព្រោះលេខនេះមាន Telegram ដែរបងប្អូនណាហើយបងប្អូនចូលទៅក្នុង channel John KH ឬក៏ John Soul ហ្នឹងបងប្អូននឹងឃើញមាន TikTok Facebook និង Telegram បងប្អូនអាច contact មកខ្ញុំមួយណាក៏បានដែរឬក៏ comment នៅក្រោមវីដេអូណាមួយទៅពេលដែលខ្ញុំឃើញខ្ញុំនឹងតាក់ទងទៅបងប្អូនវិញដើម្បីសុំទីតាំងឬក៏បងប្អូនអាចប្រាប់ពីទីតាំងហើយហ្មងក៏បានថាគាត់នៅភូមិអីគុំអីគាត់មានអាការៈបែបម៉េចបាទខុសពីមនុស្សធម្មតាឬក៏គាត់នឹងជួបទុក្ខលំបាកខ្លាំងណាស់ពិបាកជាទុរគតជនដែលក្រីក្រតោកយ៉ាខ្លាំងអីចឹងទៅក៏ខ្ញុំអាចចុះទៅជួបគាត់បានដែរអញ្ចឹងទេត្រឡប់មកវិញបងប្អូនអាចតាក់ទងខ្ញុំតាម page ក៏បានតាម YouTube នឹងក៏បានតាម Telegram ក៏បានឬក៏តាមលេខទូរស័ព្ទរបស់ខ្ញុំបានហៅមិញក៏បានដែរដើម្បីខ្ញុំចុះទៅជួបគាត់ផ្ទាល់បាទហើយបងប្អូនអរគ្នាសម្រាប់វីដេអូមួយនេះគឺដូចជាគ្មានអ្វីផ្សេងទេដល់ទីបញ្ចប់ហើយគឺខ្ញុំសូមអធិស្ឋានចំពោះកាយវិការពាក្យពេចន៍ក្លែងដែលមិនសមរម្យជាថ្មីម្ដងទៀតចំពោះការថាតិបាយគឺតែងតែមានចន្លោះប្រហោងតែងតែមានចំណុចឆក់ល្វែកដោយសារខ្ញុំមិនមែនជាពិធីករជំនាញនៅក្នុងការបញ្ចូលសម្លេងទឹកដមក៏មិនសូវព្រោះបាទអញ្ចឹងក្លុកក្លិតខ្លីណាដែលមិនសមរម្យក៏សូមអធិស្ឋានពីសំណាក់បងប្អូនទាំងក្នុងប្រទេសទាំងក្រៅប្រទេសភ្លេចបងប្អូនសម្រាប់ fan ថ្មីដែលចូលមើលវីដេអូរបស់ខ្ញុំឥឡូវនេះកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយចុចរូបកណ្ដឹងផងណាកន្លែងរូបកណ្ដឹងហ្នឹងយកពី all ទៅដើម្បីឲ្យរាល់ពេលដែលខ្ញុំផុសវីដេអូពីក្នុង channel ហ្នឹងទៅបងប្អូនបានឃើញមុនគេហ្មងតើអត់ចុច subscribe ទេគឺពេលដែលខ្ញុំផុសវីដេអូបងប្អូនអត់ឃើញទេអញ្ចឹងចុច subscribe ហើយកុំភ្លេចចុចសញ្ញាកណ្ដឹងយកពាក្យថា all notification ផងដើម្បីឲ្យពេលដែលខ្ញុំផុសវីដេអូទៅបានឃើញទាំងអស់គ្នាហើយសម្រាប់វីដេអូបូមត្រីនេះក៏អត់មានអីទៀតដែរគឺមានតែប៉ុណ្្នឹងទេដោយសារតែពីពេលព្រឹកមកដល់ពេលថ្ងៃដល់ពេលល្ងាចគឺច្រើនហើយបាទអញ្ចឹងគឺទីទៀត
ក៏ទៅវីដេអូក្រោយនេះគឺជាវីដេអូដែលបានត្រីទៅអាំងក្លាហើយយកទៅប្រោះបន្ទុកសម្រាប់ស្អែកឡើងយើងធ្វើសម្លនំបញ្ចុកអីផ្សេងៗអញ្ចឹងទៅប៉ុន្តែខ្ញុំបានថតកន្លែងធ្វើនំបញ្ចុកទេខ្ញុំបានថតទៅត្រឹមតែអាំងត្រីអាំងកែបអីហ្នឹងឯងបងប្អូនអញ្ចឹងកុំភ្លេចទស្សនានៅវីដេអូខាងចុងហ្នឹងផងណាវីដេអូហ្នឹងគឺនៅមានតទៀតតែខ្ញុំសូមសម្រាប់ប៉ុណ្្នឹងហើយខ្ញុំដាក់សំឡេងស៊ីនបងប្អូនគ្នាស្ដាប់ផងព្រោះខ្ញុំបញ្ចូលមកច្រើនហើយអញ្ចឹងកុំបងប្អូនធុញខ្ញុំអញ្ចឹងទេបងប្អូនទស្សនាវីដេអូនឹងបន្តទៀតនៅខាងចុងបងប្អូនណាអរគុណជួបគ្នានៅវីដេអូក្រោយសំណាងល្អជម្រាបលា